សូមជូនរឿងត្រឡោកបាយលោកតាកាលពីព្រេងនាយមានគ្រួសារមួយរស់នៅក្នុងភូមិដ៏សុខសាន្តមានតែកូនប្រុសតូចឈ្មោះវាសនាទេដែលសប្បាយរីករាយប្រុសលោកតារបស់គេចាស់ណាស់ទៅហើយដៃរបស់លោកតាញ័រខ្លាំងធ្វើឲ្យការហូបចុកមានការលំបាកគាត់តែងតែធ្វើឲ្យកំពប់ទឹកសម្លសើមពេញកន្ទេលថ្ងៃមួយលោកតាក៏បានធ្វើឲ្យចានធ្លាក់បាយខ្ចាយពេញផ្ទះទៀតហើយពុកធ្វើឲ្យបាយចានអស់ហើយឪពុកម្ដាយរបស់វាសនាមានការខឹងសម្បារយ៉ាងខ្លាំងពួកគេលែងមានភាពអត់ធ្មត់ទៀតហើយយើងមិនអាចឲ្យគាត់អង្គុយរួមតុជាមួយយើងទៀតទេវាក៏ខ្វក់ពេកដូច្នេះពួកគេក៏បានសម្រេចចិត្តធ្វើរឿងមួយចាប់ពីពេលនេះទៅគាត់ត្រូវហូបបាយក្នុងត្រឡោកនេះហើយអង្គុយនៅជ្រុងផ្ទះលោកតាកំសត់ត្រូវបង្ខំចិត្តអង្គុយហូបបាយតែម្នាក់ឯងក្នុងជ្រុងងងឹតដោយដាក់បាយក្នុងត្រឡោកដួងចាស់មួយចៅប្រុសតូចវាសនាបានអង្គុយមើលហេតុការណ៍នោះដោយស្ងៀមស្ងាត់លោកតាមិនបាននិយាយអ្វីទេប៉ុន្តែទឹកភ្នែករបស់គាត់បានហូរចុះមក2-3ថ្ងៃក្រោយមកឪពុករបស់វាសនាបានឃើញកូនប្រុសរបស់ខ្លួនកំពុងលេងនៅក្រោមដើមស្វាយឪពុកមានការឆ្ងល់ថាកូនប្រុសរបស់គាត់កំពុងធ្វើអ្វីគាត់ក៏បានសួរទៅកូនប្រុសកូនកំពុងធ្វើអ្វីហ្នឹងវាសនាក៏បានឆ្លើយតបទៅវិញដោយគ្មានការភ័យខ្លាចខ្ញុំកំពុងធ្វើត្រឡោកសម្រាប់ពុកនិងម៉ែទុកដាក់បាយឲ្យពុកម៉ែពិសានៅពេលចាស់ទៅពាក្យសម្ដីរបស់កូនប្រុសបានធ្វើឲ្យឪពុកតក់ស្លុតយ៉ាងខ្លាំងគាត់បានរត់ទៅប្រាប់ប្រពន្ធរបស់គាត់នៅអ្វីដែលកូនប្រុសបាននិយាយអូនដឹងទេថាកូននិយាយថាម៉េចគេកំពុងធ្វើត្រឡោកសម្រាប់ពួកយើងនៅពេលចាស់ទៅឪពុកម្ដាយទាំងពីរនាក់បានយំដោយក្តីសោកស្ដាយចំពោះទង្វើរបស់ខ្លួនយើងពិតជាធ្វើខុសធ្ងន់ណាស់ពួកគេបានទៅរកលោកតាភ្លាមហើយលុតជន្តង់សុំទោសពុកកូនសុំទោសសូមពុកអភ័យទោសឲ្យពួកកូនផងឪពុកបានយកត្រឡោកដូងនោះបោះចោលហើយបានគ្រាលោកតាត្រឡប់មកកាន់តុបាយវិញដោយក្តីគោរពអញ្ជើញមកពិសាបាយនៅតុវិញមកពុកចាប់ពីថ្ងៃនោះមកលោកតាបានហូបបាយរួមតុជាមួយកូនចៅវិញយ៉ាងសប្បាយរីករាយទោះបីជាដៃគាត់ញ័រក៏ដោយចូរចងចាំថាយើងត្រូវចេះគោរពនិងមើលថែទាំឪពុកម្ដាយចាស់ជរារបស់យើងដោយដែលយើងចង់ឲ្យកូនចៅធ្វើចំពោះយើងនៅថ្ងៃអនាគតដែរ